អ្នកភូមិគេនិយាយថាប្តីឯងនេះខ្លាចឯងដល់ថ្នាក់លន់តួឯងសពក្រុងឯងសប្បាយចិត្តណាស់មែនទេដែលអ្នកផ្សេងគេមើលងាយប្តីឯងខ្ញុំមិនសប្បាយចិត្តទេដែលអ្នកផ្សេងនិយាយមើលងាយប្តីខ្ញុំប្រសិនបើពួកគេឈឺឆ្អាលជាមួយជីវិតរបស់អ្នកដទៃច្រើនជាងជីវិតពួកគេឲ្យពួកគេធ្វើចាស់ខ្ញុំជាមួយប្តីខ្ញុំដឹងតែពីអ្វីដែលកើតមាននៅក្នុងគ្រួសាររបស់ខ្ញុំឯងចង់បានន័យថាយើងជាម្ដាយក្មេកឯងតែយើងមិនដឹងអ្វីសោះមែនទេខ្ញុំគ្រាន់តែចង់ប្រាប់ម៉ែថាសម្ដីអ្នកក្រៅមិនដូចការពិតហើយការពិតដូចសម្ដែងម៉ែនៅតែផ្ទះម៉ែមិនដឹងក្នុងផ្ទះខ្ញុំឡើយប្រសិនបើម៉ែសាកតែចាក់សាំងដុតផ្ទះម៉ែប្រកាសជាឆេះផ្ទះម៉ែតែមួយឯងចាគឺអត់ទេអាចរាលដាលឆេះដល់ផ្ទះអ្នកដទៃនេះប្រៀបបីបានការនិយាយស្ដីតគ្នាអញ្ចឹងនាងកូនប្រសាជើងល្អសូមជូនរឿងអ្នកណាថាអ្វីស្រេចតែមាត់គេនៅឯមាត់ទឹកខណៈដែលសម្លៀកបំពាក់កំពុងតែត្រូវបានបោកគក់នៅក្បែរនេះផងដែរម្ចាស់ខោអាវបោកគក់ខោអាវហើយក៏បានដេកនៅលើវាលស្មៅដោយចុចទូរស័ព្ទលេងស្របពេលជាមួយគ្នានោះផងដែរប្រពន្ធរបស់គេក៏បានមកតាមបោកខោអាវរួចហើយមិនក៏មិនព្រមប្រមូលទៅផ្ទះនៅដេកចុចទូរស័ព្ទជាមួយអ្នកណាបងកំពុងតែរៀបចំទៅផ្ទះហើយតែប្រពន្ធបងមកដល់ល្មមបងទៅបោកគក់ឲ្យមិញនេះទេអូនមកដល់កំតាន់អាលស្ដីបន្ទោសឲ្យបងអីបងគ្រាន់តែចង់សម្រាកឲ្យបាត់នឿយហត់អន្តាអូនឯងលើកលែបងម្ដងទៅណាបងមិនបានលួចខ្ជិលទេទូរស័ព្ទលេងឆាតជាមួយអ្នកណាកំពុងតែលួចលាក់ពីខ្ញុំតាមមែនដែរទេកុំចោតប្រកាន់បងអីបងលេងធម្មតាអន្តាអូនបងទៅប្រមូលអីវ៉ាន់យើងទៅផ្ទះហើយបើខ្ញុំដឹងថាបងលួចឆាតជាមួយមនុស្សស្រីខ្ញុំអត់លើកលែងឲ្យទេខ្ញុំនឹងចាប់បោកបង្អែងចូលទៅក្នុងទឹកនេះហើយអូខេបើសិនជាបងធ្វើបែបនោះអូនអាចរករឿងបងបានបងមិនថាអីឲ្យអូនទេរ៉ាមុនបានរៀបចំអីវ៉ាន់ចាក់ចេញទៅមុនតែម្ដងទើបសិតជាទៅតាមក្រោយនៅមុខផ្ទះកូនប្រុសដែលមានអាយុត្រឹមតែ4ឆ្នាំរបស់អ្នកទាំងពីរកំពុងតែកាយដីលេងពុកមកវិញហើយម៉ែទៅតាមពុកឃើញអត់ពុកឃើញតាកូនបន្តិចទៀតម៉ែកូនឯងមកដល់ឥឡូវហើយពុកទៅហៅខោអាវសិនណាបាទពុកស្របពេលជាមួយគ្នានោះផងដែរសត្យាក៏បានមកដល់ល្មមម៉ែកូនចង់ហូបទឹកកកឈូសកុំហូបអីកូនកូនទៅតែជាពីគ្រុនផ្ដាសាយផងម៉ែមិនចង់ឲ្យកូនត្រូវឈឺម្ដងទៀតទេតែកូនចង់ហូបហើយហេតុអីម៉ែមិនឲ្យកូនហូបកូនឃ្លានចាឥឡូវយើងមកសន្យានឹងគ្នាពេលកូនជាក្មេងល្អម៉ែនឹងឲ្យកូនហូបទឹកកកឈូសពេលដែលកូនស្ដាប់បង្គាប់ពុកម៉ែតើបានទេកូនបាទកូននឹងស្ដាប់បង្គាប់ល្អណាស់ក្នុងពេលឥឡូវនេះកូនមិនអាចហូបទឹកកកឈូសបានទេតើតែកូនធូរសះស្បើយជាងនេះទើបអាចហូបបានសន្យាទេកូនបាទសន្យាតែលាងដៃទៅកូនកុំឲ្យកើតមេរោគបាទកូនប្រុសរត់ទៅលាងដៃភ្លាមរំពេចនោះផងដែរបងប្រុសបង្កើតរបស់រ៉ាមុនជិះម៉ូតូកាន់ត្រីអណ្ដែងមួយក្បាលមកដល់ផ្ទះរបស់គីអូនថ្លៃខ្ញុំយកត្រីនេះមកផ្ញើទុកស្លោឲ្យប្តីនឹងកូនហូបទៅមិនចាប់យកមកពីស្រែព្រឹកមិញនេះឯងចាអរគុណណាស់បងថ្លៃមិនបាច់អរគុណអីទេគ្រាន់តែមើលថែប្អូនប្រុសខ្ញុំឲ្យបានល្អទៅក៏បានហើយចាប្តីខ្ញុំគឺខ្ញុំចេះមើលថែហើយខ្ញុំទៅវិញសិនហើយថាចាប់ហើយវិទូចាក់ចេញទៅវិញផ្លែនខណៈដែលរ៉ាមុនបានចូលមកចិត្តនឹងបន្លឺឡើងទុកឲ្យបងយកត្រីនេះទៅធ្វើម្ហូបចុះអូនឯងទៅមើលកូនយើងទៅណាហើយជួយបង្រៀនកូនឲ្យប្រកបអក្សរផងដើម្បីឲ្យកូនឆាប់ចេះអាននឹងគេទៅចាត់ការចេញទៅបាទបងទៅហើយរ៉ាមុនបានយកត្រីចូលទៅផ្ទះបាយបាត់រីឯសត្យាបានហៅកូនមករៀនប្រកបអក្សរជាមួយនាងវិទូមកដល់ផ្ទះវិញគេប្រញាប់ប្រញាល់ទៅរកឪពុកម្ដាយក្មេងពងម៉ែខ្ញុំយកត្រីទៅឲ្យអាប្អូនហើយនិយាយពីវាខ្លាចប្រពន្ធជាងដែលខ្ញុំគិតទៅទៀតអ្នកភូមិគេនិយាយគ្រប់គ្នាតែខ្ញុំមិនជឿទេតលតែឃើញផ្ទាល់ភ្នែកថាវាធ្វើគ្រប់សពដើម្បីផ្គប់ចិត្តប្រពន្ធតាំងពីហាលក៏អាវលាងចានមិនហ៊ានឲ្យប្រពន្ធធ្វើទេអានឹងគេមិនហៅថាខ្លាចប្រពន្ធទេវាជាការដែលជួយគ្នាកូនឯងកុំទៅស្ដាប់សម្ដីអ្នកភូមិអីណាអ្នកភូមិខ្លះចេះតែនិយាយទេ
ប្អូនកូនឯងជាប្តីល្អជួយការងារផ្ទះប្រពន្ធខ្ញុំថាវាមិនមែនជួយប្រពន្ធទេតែត្រូវប្រពន្ធបខំឲ្យធ្វើតែម្ដងវាស្លូតស្មើអញ្ចឹងគេថាវាខ្លាចប្រពន្ធហើយបើស្អីក៏វាធ្វើហ្នឹងតើអ្នកណាដែលថាវាមិនខ្លាចប្រពន្ធ ប្រពន្ធវាអញ្ចឹងមែនប្រើប្តីអត់ឈប់ទេប្រើកូនពៅខ្ញុំណាស់ចាំមើលថ្ងៃណាមួយបានតែលេងផ្ទះនោះកូនប្រសាដឹងតែត្រូវផន់ខ្ញុំមិនខានទេពូកែប្រើកូនយើងណាស់មែនទេម៉ែវាឯងកុំទៅស្ដាប់តាមសម្ដីគេគួរតែសរសើរកូនយើងវិញទៅដែលចេះជួយទុកធរៈរបស់ប្រពន្ធនោះកុំឲ្យខ្លាយជាមនុស្សប្រុសដែលមើលតែភ្នែកមិនជួយអីប្រពន្ធតលតែសោះអត់ចិត្តអត់ថ្លើមបែបនោះមិនមែនគេហៅតែប្តីប្រពន្ធទេព្រោះតែអញ្ចឹងហើយទៅខ្ញុំអត់តន់យកប្រពន្ធហ្នឹងណាយកប្រពន្ធមើលផងកុំឲ្យប្រពន្ធកូនឯងដូចជាប្រពន្ធកូនពៅខ្ញុំនឹងមើលឲ្យបានខ្ជាប់ខ្ជួនតែម្ដងល្អកូនប្រុសម្ដាយសុកចិត្តឮពាក្យថានរណាដែលបានកូនយើងធ្វើជាប្តីសំណាងណាស់ប្រសើរជាងឮពាក្យថានរណាដែលបានកូនយើងធ្វើជាប្តីដឹងទៅសួយធំហើយកូនប្រុសពៅរបស់ឯងចរិតកាត់ទៅណាមិនចេះធ្វើខ្លួនឲ្យសមរម្យសោះចូលចិត្តណាស់អារឿងខ្លាចប្រពន្ធមិនទំនេរទាំងដែលប្រពន្ធវានៅតែផ្ទះមើលតែកូនសោះជួយនោះជួយបើជាប្តីប្រពន្ធរឿងអីដែលថាគេមិនអាចជួយគ្នាបានម៉ែវាយើងគួរតែសប្បាយចិត្តពេលដែលឃើញកូនយើងចេះស្រឡាញ់គ្នាចេះជួយគ្នាខ្ញុំនឹងទៅលេងផ្ទះកូនម្ដងនាពេលរាត្រីបានឈានចូលមកដល់បន្ទាប់ពីកូនប្រុសដេកលក់បាត់សត្យាបានសួរទៅកាន់ប្តីសប្តាហ៍ថ្ងៃនេះមានមនុស្សមួយចំនួនបាននិយាយថាបងជាប្តីដែលខ្លាចប្រពន្ធសុខចិត្តធ្វើការងារផ្ទះខ្លួនឯងទាំងអស់ដោយមិនឲ្យប្រពន្ធធ្វើទេព្រោះតែខ្លាចប្រពន្ធទៅស្ដាប់ពាក្យគេធ្វើអីបើគ្រួសារយើងនៅជាមួយគ្នាបានសុខហើយនឹងគេមិនមែននៅក្នុងស្ថានភាពគ្រួសារយើងទេគេច្បាស់ជាមិនដឹងថាប្តីប្រពន្ធយើងបែបណាខ្លះបងជួយការងារប្រពន្ធបងព្រោះបងដឹងថាអូនឥឡូវនេះឈឺច្រើនតាំងតែពីកូនទី2យើងបានចាក់ចេញពីយើងទៅអូនចាប់ផ្ដើមឈឺនេះឈឺនោះហើយអូនគិតច្រើនជាងមុនឆ្ងាយណាស់អូននៅតែពិបាកចិត្តមិនទាន់កាត់ចិត្តបានដែលកូនរបស់យើងមិនអាចនៅជាមួយយើងបានណាហើយកុំទៅស្ដាប់ពាក្យគេអីសំខាន់គឺក្នុងគ្រួសារយើងបើយើងបានសុខហើយយើងទៅខ្វល់ដើម្បីអីទៀតចា៎ខ្ញុំនឹងព្យាយាមឈប់គិតពីរឿងទាំងនេះដល់ម៉ោងគេងហើយកុំធ្វើឲ្យសម្ដីរបស់អ្នកដទៃប៉ះពាល់ដល់ផ្លូវចិត្តប្រពន្ធបងថាហើយអ្នកទាំងពីរបានបិទភ្លើងដេកតែម្ដងពេលព្រឹកឡើងសត្យារៀបចំស្លៀកពាក់ឲ្យកូនប្រុសរួចរាល់និងរងចាំប្តីរបស់នាងម៉ែកូនអត់ចង់ទៅរៀនទេហេតុអីបានជាកូននិយាយដូច្នេះកូនសាកសម័យមើលបើកូនមិនខំរៀនតាំងពីតូចនេះទៅហើយកូនខ្ជិលសំបីតការរៀនក្រេបយកចំណេះដឹងអាចឲ្យកូនចេះអានចេះសរសេរចេះរាប់លេខចេះប្រកបពាក្យកូនក៏ខ្ជិលសំបីតែមើលថែពុកម៉ែពេលដែលចាស់ទៅដូចគ្នាពុកម៉ែប្រឹងរកប្រាក់ដើម្បីឲ្យកូនបានរៀនសូត្រតែកូនប្រាប់ថាមិនចង់ទៅរៀនកូនកំពុងតែធ្វើឲ្យក្តីសម័យរបស់ម៉ែរលត់ហើយកូនមិនខ្ជិលនៅក្នុងការមើលថែពុកម៉ែទេកូនសុំទោសម៉ែកូននឹងប្រឹងរៀនដើម្បីពុកម៉ែចាកូនឆ្លាតពូកែរបស់ម៉ែតោះកូនពុកជូនកូនប្រុសពុកទៅសាលាដើម្បីបានទៅជួបមិត្តភក្តិកូនផងបាទពុកម៉ែកូនជម្រាបលាចាបងទៅហើយឪពុកនិងកូនប្រុសបានចាក់ចេញពីផ្ទះទៅតែម្ដងពេលថ្ងៃត្រង់សត្យាបានជិះកង់ទៅតូបលក់ចាប់ហួយពងស្ករសនិងទឹកត្រីឲ្យខ្ញុំម្ដងមកពងចាំពូយកឲ្យហើយបានមកហូបអីថ្ងៃហ្នឹងក្មួយថ្ងៃនេះខ្ញុំស្លោះម្ជូរគ្រឿងសម្រាប់ប្តីនិងកូនបន្តិចទៀតប្តីទៅទទួលកូនចេញពីសាលាមកផ្ទះបាយជុំគ្នាតែម្ដងប្តីមេអូនឯងជាមនុស្សស្រួលណាស់មិនចេះល្អូអីថាឲ្យប្រពន្ធទេប្រពន្ធប្រើអីប្តីធ្វើនោះហើយខ្លាចប្រពន្ធគេណាស់ពងកុំនិយាយដូចនេះអីប្តីខ្ញុំគាត់មិនបានខ្លាចខ្ញុំទេពេញភូមិគេនិយាយពីរឿងនេះហើយពូគ្រាន់តែនិយាយថាតាមគេតើក្មួយកុំប្រកាន់អីណាហ៎ណានេះជាស្ករហើយនឹងទឹកត្រីរបស់ក្មួយចាអស់ប្រហែលទៅពងអស់ 4000 ក្មួយខ្ញុំទៅវិញហើយពងគ្រាន់តែនិយាយតាមគេសោះក៏មិនបាន
បន្ទាប់ពីឲ្យលុយរួចរាល់សត្វចាចាក់ចេញទៅភ្លាមមកដល់ផ្ទះឃើញកូនប្រុសកំពុងតែឈរចាំនៅមុខផ្ទះស្រាប់តែម្ដងកូនប្រុសឯណាពុកកូនពុកជូនកូនមកដល់ផ្ទះហើយគាត់ប្រាប់ថាមានការរវល់បន្តិចអ្នកនៅកន្លែងធ្វើការគាត់ហៅទៅបន្ទាន់បើអញ្ចឹងកូនចូលក្នុងហូបបាយជាមួយម៉ែយើងចាប់មកហូបទុកឲ្យពុកផ្សេងណាបាទម្ដាយនិងកូនប្រុសក៏ចូលទៅក្នុងផ្ទះផ្លែននៅកន្លែងការងារគ្រប់គ្នាប្រញាប់បង្ហាយការងារឲ្យហើយមុនល្ងាចម៉ោង7ស្របពេលដែលទូរស័ព្ទរបស់រ៉ាមុនបានរឡើងនាម៉ោង6ល្ងាចនេះគេមិនបានចុចទទួលនោះទេហេតុអីថ្ងៃនេះប្តីខ្ញុំមិនលើកទូរស័ព្ទហើយមិនទាន់មកដល់ផ្ទះទៀតរាល់ថ្ងៃមកដល់ផ្ទះម៉ោង5ល្ងាចយប់យន្តកាន់តែជ្រៅក្នុងផ្ទះងងឹតឈឹងរ៉ាមុនបានមកដល់ផ្ទះវិញម៉ោង7:10យប់គេឃើញម្ហូបគ្របទុកនៅលើតុក៏បានបើកមើលបាយម្ហូបហូបតែម្ដងបាយម្ហូបនៅក្តៅប្រពន្ធខ្ញុំមិនដឹងថាក្រោកមកកម្ដៅទុកឲ្យប្តីប្រមាណដងនោះទេប្រពន្ធរបស់បងល្អពេកហើយបន្ទាប់ពីស្រស់ស្រូបបាយរួចរ៉ាមុនចូលទៅក្នុងបន្ទប់ដេកយកតែម្ដងប្រពន្ធកូនខ្ញុំកំពុងទៅដេកលក់ស្រួលណាស់សុំទោសដែលប្តីមកយឺតមិនបានលើកទូរស័ព្ទប្រពន្ធទៀតនាពេលព្រឹកឡើងរ៉ាមុនភ្ញាក់ពីដេកបាត់ប្រពន្ធកូនទៅហើយខណៈដែលគេក៏បានរៀបចំខ្លួនទៅធ្វើការដោយឃើញប្រអប់បាយនិងសម្បត្តិនៅលើនោះរៀបចំបាយទុកសម្រាប់ពេលថ្ងៃត្រង់បងយកទៅហូបនៅកន្លែងធ្វើការថ្ងៃនេះទុកឲ្យខ្ញុំជាអ្នកយកកូនទៅសាលានិងចេញពីរៀនប្រពន្ធខ្ញុំល្អប៉ុណ្ណាមានតែខ្ញុំទេដែលដឹងច្បាស់ថាចប់ហើយរ៉ាមុនបានចាក់ចេញពីផ្ទះយកតែម្ដងសត្វចាជិះកង់ចេញពីសាលាកូនប្រុសនាងក៏បានឈៀងចូលទៅផ្សារមីអូនទិញអីដែរក្មួយត្រីក៏មានសាច់ក៏មានដែរជួយទិញមីងផងក្មួយមីងដាក់សាច់ជ្រូកខ្ញុំកន្លះគីឡូមកចាំមីងថ្លឹងឲ្យលុះទិញរួចរាល់នាងបានចាក់ចេញពីផ្សារទៅផ្ទះវិញតែម្ដងម្ដាយក្មេកនាងបានរងចាំនៅផ្ទះនេះរួចជាស្រេចម៉ែមកលេងចៅមែនទេកូនខ្ញុំទៅរៀនបាត់ហើយយើងមិនបានមករកចៅទេក្នុងនាមយើងជាម៉ែក្មេកម្នាក់ម៉ែចង់ឲ្យកែទម្លាប់ចេញឈប់ធ្វើឲ្យប្តីឯងបាក់មុខព្រោះតែឯងទៀតទៅអ្នកភូមិគេនិយាយថាប្តីឯងនេះខ្លាចឯងដល់ថ្នាក់លន់តួឯងសពគ្រប់ឯងសប្បាយចិត្តណាស់មែនទេដែលអ្នកផ្សេងគេមើលងាយប្តីឯងខ្ញុំមិនសប្បាយចិត្តទេដែលអ្នកផ្សេងនិយាយមើលងាយប្តីខ្ញុំប្រសិនបើពួកគេឈឺឆ្អាលជាមួយជីវិតរបស់អ្នកដទៃច្រើនជាងជីវិតពួកគេឲ្យពួកគេធ្វើចាស់ខ្ញុំជាមួយប្តីខ្ញុំដឹងតែពីអ្វីដែលកើតមាននៅក្នុងគ្រួសាររបស់ខ្ញុំឯងចង់បានន័យថាយើងជាម្ដាយក្មេកឯងតែយើងមិនដឹងអ្វីសោះមែនទេខ្ញុំគ្រាន់តែចង់ប្រាប់ម៉ែថាសម្ដីអ្នកក្រៅមិនដូចការពិតហើយការពិតដូចសម្ដែងម៉ែនៅតែផ្ទះម៉ែមិនដឹងក្នុងផ្ទះខ្ញុំឡើយប្រសិនបើម៉ែសាកតែចាក់សាំងដុតផ្ទះម៉ែប្រកាសជាឆេះផ្ទះម៉ែតែមួយឯងចាគឺអត់ទេអាចរាលដាលឆេះដល់ផ្ទះអ្នកដទៃនេះប្រៀបបីបានការនិយាយស្ដីតគ្នាអញ្ចឹងនាងកូនប្រសាជើងល្អថាចាប់ភ្លាមម្ដាយក្មេងបានចាក់ចេញទៅតែម្ដងខ្ញុំឧទាហរណ៍សោះគាត់ក៏ខឹងមែនតែនខ្ញុំខឹងសឹងតែធ្លុះបេះដូងហើយខឹងរឿងអីម៉ែវាហើយទៅមកពីណាមិនក៏ម៉ែវាឯងហាក់បីដូចជាក្តៅចិត្តម្ល៉េះខ្ញុំទើបតែមកពីផ្ទះកូនប្រសាររបស់ឪវាឯងនឹងនាងនិយាយស្ដីអស់តោះខ្ញុំស្ដាប់ហើយសឹងតែគាំងបេះដូងតែម្ដងខ្ញុំមិនចង់ឲ្យកូនប្រុសខ្ញុំតាក់ទងជាមួយមនុស្សបែបនេះទៀតទេម៉ែវាកុំចិត្តក្តៅពេករឿងប្តីប្រពន្ធគេទេបដោយតាមសេចក្តីសុខសេចក្តីទុក្ខរបស់គេទៅយើងត្រឹមជាម៉ែឪទៅចេះដឹងធ្វើអីទៀតនៅផ្ទះយើងស្ងៀមទៅកុំចេះដឹងអីឪវាឯងកាន់ជើងតែរហូតកូនប្រសាវាបានចិត្តខ្លាំងណាស់ដោយសារតែនោះវាជារឿងនៅក្នុងគ្រួសាររបស់គេយើងគ្មានសិទ្ធិទៅចេះដឹងលោកដៃទេព្រោះយើងមិនបានរស់នៅក្នុងគ្រួសារនោះរស់នៅក្រោមដំបូលផ្ទះតែមួយទេម៉ែវាឯងចេះដឹងត្រឹមតែមើលថែសុខភាពខ្លួនឯងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយចាកាន់ជើងទៅនាពេលរាត្រីនៅក្នុងបន្ទប់ដេកកូនប្រុសពុកល្ងុយដេកហើយដេកទៅនេះមកចាំស្អែកចាំអានបន្តទៀតបាទពុកកូនប្រុសដេកលក់ភ្លាម
ក្រាន់តែក្បាលដល់ខ្នៃផ្លែនបងព្រឹកមិញម៉ែមករកខ្ញុំនិយាយពីរឿងដែលគេតែងតែនិយាយតគ្នានោះយើងដឹងតែគ្រួសារយើងរាល់ថ្ងៃគឺបែបណាម៉ែស្ដាប់សម្ដីអ្នកភូមិម៉ែមិនបានមកនៅជាមួយពួកយើងទេដូច្នេះគាត់គិតគឺតាមសម្ដីគេតែចាំបងទៅបកស្រាយជាមួយគាត់ពីរឿងនេះប្តីប្រពន្ធយើងគឺរស់នៅដោយការចេះជួយយកអាសាគ្នាមិនប្រចាំគ្នាទេទោះយើងដឹងតួនាទីតែយើងមិនប្រកាន់តួនាទីចង់អ្នកណាគិតថាបងខ្លាចប្រពន្ធក៏គិតទៅបងអត់ខ្វល់ខ្វាយជាមួយទេឲ្យតែយើងរស់នៅមិនឆ្លោះប្រកែកគ្នាគ្រួសារមានសុភមង្គលគឺគ្រប់គ្រាន់ហើយដូច្នេះស្ដាប់ក្រុមគ្រួសារយើងទៅកុំទៅស្ដាប់គេអ្នកក្រៅអីណាអូនណាចាបងរ៉ាមុនមិនបានខ្វល់ពីសម្ដីអ្នកដទៃគេប្រឹងប្រែងធ្វើយ៉ាងណាឲ្យគ្រួសារគេរស់នៅទទួលបានសុភមង្គលព្រោះអ្នកក្រៅគឺដឹងតែ 1% នៃសាច់រឿងក្នុងក្រុមគ្រួសាររបស់ពួកគេតែប៉ុណ្ណោះលោកមើលកូនចៅលោកម៉េលើកាហ្វេមកកំពប់លើជើងខ្ញុំបន្លាស់ស្បែកជើងខ្ញុំអស់ហើយលោកជួយមើលផងធ្វើការសស្លាប់អញ្ចឹងមកធ្វើស្អីដែរកៅកើតអីមែនទេមិនបាញ់ច្មុកស្លេកស្លាំងម្ល៉េះគឺខ្ញុំអត់ស្រួលខ្លួនទៅសម្រាកទៅអញ្ចឹងចង់ទៅណាយកកណាត់មកជួសស្បែកជើងយើងសិនសុំទោសនាងតើស្បែកជើងនាងមានតម្លៃប្រមាណឬក៏ថ្លៃជាងជីវិតមនុស្សសូមនាងជួយអធិស្ឋានផងទៅរឿងបន្តិចបន្តួចកុំឲ្យខ្លាចជារឿងធំអីសូមជូនរឿងពន្លឺជីវិតថ្មីនៅកណ្ដាលវាលស្រែដ៏ធំល្វឹងល្វើយមានបងប្អូនស្រីប្រុស2នាក់កំពុងតែដើរដកប្រលិតនិងបេះត្រកួនដើម្បីយកទៅលក់នៅឯផ្សារកូននោះក្តាមឯងចាប់មកក្រែងល្ងាចនឹងយកឲ្យម៉ែធ្វើម្ហូបបង្កែវឯងចាប់ទៅខ្ញុំខ្លាចវាគៀបដៃខ្ញុំទៅអ្នកណាសងដៃខ្ញុំនេះឯងខ្លាចក្តាមគៀបឬក៏ខ្លាចបងតតឯងធ្លាក់ភក់ស្អីក៏មិនចង់ដែរចង់ឲ្យតែបងឯងឈប់វាយខ្ញុំទៅបានហើយកូននិយាយដោយយកដៃចាប់ក្តាមនៅមកចលើមទៀតតិចបានមែនទេនាងកែវអាកូនហើយធ្វើស្អីលឹបលោនៅវាលស្រែលួចលើកទ្រូគេដឹងឯងខ្ញុំដកផលិតបេះតកួនតាយាយបើមិនជឿយាយលោតទឹកមកមើលបានយាយថាលេងតើបានត្រីច្រើនទេយាយសុំមួយសម្លមកថ្ងៃនេះជូរមាត់ចង់ហូបសម្លម្ជូរថាអីចេះខុសសុំមែនចាយាយចាំតិចចាំខ្ញុំយកទៅឲ្យយាយយាយចាំនេះយាយផលិតនឹងតកួនយាយចង់បានអ្វីដែរឲ្យតកួនយាយមកអញ្ចឹងនេះបានក្តាមទៀតយាយសុំ2 3មកអញ្ចឹងចាយាយសុំនេះសុំនោះអាហូតរបស់គេលក់ដូរមកសុំឯងថាមិនអាកូនយាយស្ដាប់មិនបានអត់ទេខ្ញុំអត់បានថាអីណាយាយស្ដាប់ច្រឡំទេអរគុណណាស់ចៅឲ្យអញ្ចឹងចៅឡើងផ្អែមដល់តែជេឯងឡើងផ្អើលភូមិកូនរអ៊ូតិចតិញឯងនិយាយស្អីទៀតហើយអាកូនយាយស្ដាប់មិនបានខ្ញុំអត់បានថាអីហងយាយចាយាយឯងក៏អញ្ចឹងដែរឲ្យគាត់ទៅគាត់ចាស់ហើយទុកថាធ្វើបុណ្យជាមួយគាត់តែគាត់អត់ធ្វើបុណ្យផងដែលនិយាយតែដើមគេហ្នឹងតាំងពីដើមភូមិដល់ចុងភូមិអ្នកណាមិនស្គាល់គាត់ណាស់ហើយបានហើយបងខ្ជិលប្រកែកជាមួយឯងណាឯងមករហ័សជាងរថភ្លើងទៀតអីណាក្មួយមកមើលបន្លាយត្រីសាច់សិនល្អណាម៉ែនេះតកូនប្លិនមានក្តាមមានខ្យងទៀតបានច្រើនណាស់ម៉ែថ្ងៃនេះល្អណាស់កូនខំណាស់កូនគ្រួសារយើងក្រមានតែខំទីព្រោះគ្មានអ្នកណាគេមកឲ្យលុយយើងស្រាប់ទេកូនការងារបើមិនខំបែកញើសក៏មិនបានលុយមកដែរណាកូនចាម៉ែកូននឹងកូនស្ដាប់ពាក្យនឹងរាល់ថ្ងៃហើយស្ដាប់ឡើងចាំគ្រប់ម៉ាត់ដែលម៉ែប្រាំឯងនេះយ៉ាប់ណាស់ហើយចុយណាកូនចាកូនដេញវាឲ្យទៅងូតទឹកទៅរៀនបាត់ហើយចៅជួយផងកែវយកដបកែវគប់ចំក្បាលចៅប្រញាប់រត់ទៅរើសកាបងចៅឈួតរកស៊ីត្រឹមត្រូវមិនចេះទេចេះតែលួចអញ្ចឹងហ្មងហីចៅក្បាលលោកអីនេះកបងខំជួយមិនអរគុណទេបានទៅវិញគ្មានចៅឯណាថាខ្លួនឯងជាចៅនោះទេបើខ្ញុំជាចៅខ្ញុំសំពងក្បាលលោកហើយយកកាបូបរត់បាត់ហើយមិនណែចាំឲ្យលោកឯងនឹងមិនតន់អញ្ចឹងទេ
សយមែនជួយប៉ះចាំមនុស្សសតិមិនល្អ នាងថាអ្នកណាឈួត បានកបោបហែងខ្ញុំទៅវិញហើយខ្ជិលឆ្លោះជាមួយនឹងមនុស្សអត់ប្រយោជន៍ នាងមីងនួនមកពីលក់បន្លែនៅឯផ្សារវិញដាក់ខ្លួនអង្គុយលើគ្រែម៉ែមកពីលក់វិញហើយហត់អត់ថ្ងៃនេះម៉ែកូនធ្វើម្ហូបដែលម៉ែចូលចិនបុកទឹកគ្រឿងត្រីផ្លាធូណាម៉ែមានស្ងោរក្តាមជាលក់ទឹកម្រេចទៀតហើយចុះប្អូនឯងអត់ទាន់មកបរៀនទីហ៎មិនទាន់ឃើញវាមកដល់ទេម៉ែអញ្ចឹងចាំប្អូនមកចាំហូបបាយជុំគ្នាចាំម៉ែម៉ែកូនបេតែនឹងភ្លេចប្រាប់ថ្ងៃនេះកូនសយខ្លាំងណាស់ខំទៅជួយយកកាបូបគេពីចៅតែគេបែរជាចៅថាកូនជាចៅទៅវិញពិតជាគួរឲ្យខឹងណាស់ជួយគេជាបុណ្យរបស់យើងទោះជាគេមិនដឹងក៏អត់ទៅចោះនៅពេលដែលយើងបានធ្វើសេចក្តីល្អថ្ងៃណាមួយបុណ្យនឹងហុចផលឲ្យយើងវិញហើយណាកូនចាសាធុជ្រះថ្លាណាស់ណែម្ដាយ ជំរាបសួរម៉ែជំរាបសួរបងកែវខ្ញុំមកពីសាលាវិញហើយ ល្អហើយកូនទៅងូតទឹកងូតអីទៅណាអាងនឹងញ៉ាំបាយជុំគ្នា បាទម៉ែ កូនដើរចេញកែវដួសបាយចាំប្អូនមកពីងូតទឹកវិញម៉ែនេះម្ហូបដែលម៉ែចូលចិនកូនខំធ្វើអស់ពីថ្វីដៃហើយម៉ែពិសាឲ្យច្រើនទៅណា ចុះខ្ញុំនោះមិនដួសឲ្យទេអី ដៃឯងកើតអីទុកធ្វើអីដួសញ៉ាំទៅ ញ៉ាំធ្វើអីបើអត់មានអ្នកណាដួសម្ហូបឲ្យផង ញ៉ាំបាយឬចង់ញ៉ាំនំផាំងបានហើយកូននេះឆ្លោះតែគ្នាហូបបាយហូបអីឲ្យលឿនទៅម៉ែម្សិលមិញកូនបានដាក់ពាក្យធ្វើការនៅហាងកាហ្វេមួយឥឡូវគេតាក់ទងមកកូនឲ្យទៅធ្វើការស្អែកហើយល្អហើយអញ្ចឹងកូនបានធ្វើនៅនឹងល្អមិនសូវជាហត់ដូចជាដើរទៅដកផលិតបេះតគួនលក់ទេណាស៊ូណាកូនការងារអីក៏ដោយឲ្យតែយើងតស៊ូហើយស្មោះត្រង់កូននឹងជោគជ័យជាមិនខានចាម៉ែកូននឹងចាំពាក្យនឹងទុកជានិញ ចុះគេមានរើសកុមារអត់បង ម៉ាញ់ឯងចង់ធ្វើការដែរហ៎ចាំបងមានលុយបើកហាងកាហ្វេសិនចាំបងជួលឯងឲ្យធ្វើការ មេកាចដូចជាបងឯងអញ្ចឹងខ្ញុំមិនចង់ធ្វើជាមួយទេ មើលវានិយាយស្មើដៃស្មើជើងគ្នាណាស់បងប្អូនគេ គិតតែឯងទេពេលបងមិននៅមើលថែម៉ែឲ្យល្អផងចាំពេលបងមកលេងផ្ទះបងទិញរបស់ផ្ញើឯង បានអ៊ំស្រី អ៊ំស្អីហ៎យីអាល្អិតនេះ ចុះបើបងឯងផ្ដាំផ្ញើពេកអញ្ចឹងមិនឲ្យហៅអ៊ំមិន នឹងមកថែមទៀតម៉ែកូនទៅសិនហើយចាកូនសុខសប្បាយតាមផ្លូវណាកូនសុខចម្រើនណាកូនសូមមានតែជោគជ័យណាកូនចាម៉ែកូនបងទៅហើយពេលបងមកនៅកុំសូវខូចពេកណាលឺអន់ហើយមើលថែម៉ែផង បាទបងសុខសប្បាយតាមផ្លូវ សួស្តីបងមានអ្នកណានៅទេខ្ញុំបុគ្គលិកថ្មីដែលណាត់មកឲ្យធ្វើការនៅថ្ងៃនេះសួស្តីកៅមែនទេចាបងគឺខ្ញុំអញ្ចឹងឯងទៅផ្លាស់កៅអៅសិនទៅចាំបងនាំទៅជួបមេចាបងមកតាមបងមកអញ្ចឹងចាបងមេបុគ្គលិកថ្មីមកហើយ ចូលមក លោក ភ្ញាក់ផ្អើលណាស់មែនទេនាងតូច ចា មិនដែរ អត់មានមិនទេគឺខ្ញុំមិនមានអីនិយាយ មិនគួរឲ្យជឿមែនទេថាមនុស្សសតិមិនគ្រប់ដូចជាខ្ញុំជាម្ចាស់ហាង វាមិនគួរឲ្យជឿពិតមែន មានតែពាក្យប៉ុណ្ណឹងទេដែលត្រូវនិយាយអត់មានពាក្យផ្សេងនិយាយក្រៅពីប្រមាណម៉ាត់នឹងទេហ៎ ចាគ្មានទេព្រោះខ្ញុំមកធ្វើការមិនមែនមកបង្កចំនួនជាមួយអ្នកណាទេចាលោកមានអ្វីទៀតទេខ្ញុំបញ្ញាប់ធ្វើការមិនចង់ខកពេលព្រោះតែថ្ងៃដំបូងផង អស់ហើយ អញ្ចឹងខ្ញុំសូមលាសិនហើយមេចូលធ្វើការថ្ងៃដំបូងអញ្ចឹងចាំបងបង្រៀនឯងពីវិន័យនៅទីនេះបន្តិចឯងត្រូវក្រោកឲ្យទៀងពេលព្រោះហាងយើងបើកនៅម៉ោង 7 ជារៀងរាល់ព្រឹកហើយធ្វើការត្រូវពាក់ឯកសណ្ឋានជានិច្ចហើយត្រូវនិយាយជាមួយភ្ញៀវដោយសភាពរាបសារចាបងមួយវិញទៀតពេលច្បាប់ឯងត្រូវយកលិខិតសុំច្បាប់ទៅសុំមេផ្ទាល់លុះត្រាតែឯងឈឺខ្លាំងទើបមិនបាច់មានលិខិតសុំច្បាប់ចាបងប៉ុណ្ណឹងចាំទីចាបងចាំគ្រប់ម៉ាត់ដំបងឯងគ្រាន់តែរត់តុកសិនទៅចាំឯងរៀនស្ទាត់ជំនាញបងបង្រៀនឯងឆុងនិងធ្វើភេសជ្ជៈផ្សេងចាបងតែ
នៅកន្លែងនេះមានអ្នកធ្វើការប្រហែលអ្នកទៅបងអូគឺបងនឹងឯងតែ2នាក់ហ្នឹង2នាក់ដោយសារតែហាងកាហ្វេហ្នឹងទើបតែបើកមិនទាន់មានបុគ្គលិកណាមួយមេគាត់អត់ចង់ឲ្យរញ៉េរញ៉ៃច្រើនខ្ញុំសុំសួរបងមួយទៀតបងធ្វើការនៅនឹងយូរហើយនៅហើយមេគាត់កាចអត់បងធ្វើបាន6ខែហើយមេគាត់អត់កាចទេគុំតែយើងខុសទៅបានហើយគាត់ទើបនឹងដេញចេញម្នាក់កាលពីខែមុនហ្នឹងទើបបានរើបុគ្គលិកថ្មីព្រោះបុគ្គលិកចាស់នោះលួចលុយអញ្ចឹងសោះគិតតែឯងទៅខំធ្វើការឲ្យល្អទៅកុំមានដៃមានជើងគ្មានផ្លែទេបងខ្ញុំមិនចេះលួចរបស់អ្នកណាទេព្រោះម៉ែខ្ញុំបដៅខ្ញុំមកថាធ្វើការត្រូវតែតស៊ូហើយស្មោះត្រង់ទៅជោគជ័យបើអញ្ចឹងល្អហើយទេតែថ្ងៃមុនគេចោទខ្ញុំថាជាចោរមិនបានជាគេព្រមទទួលឲ្យខ្ញុំធ្វើការណោះឯងនិយាយពីអីហ្នឹងកែវអត់មានអីទេបងមួយខែបានកន្លងផុតតែងសិលាយកទូរស័ព្ទខលទៅបងវីចូលមកក្នុងបន្ទប់ខ្ញុំបន្តិចមកខ្ញុំមានការចង់ជួបបន្តិចចាមីនេះបងប្រាក់ខែនេះហើយផ្ញើទៅឲ្យនាងល្អិតកែវនោះផងហើយការងារយ៉ាងម៉េចដែរបង្រៀននាងបានប៉ុណ្ណាហើយនាងធ្វើការយ៉ាងម៉េចដែរមានលួចខ្ជិលឬក៏អត់ចាមីពេលនាងចេះឆុងកាហ្វេនិងភេសជ្ជៈផ្សេងហើយមីនាងឆ្លាតណាស់ហើយឧស្សាហ៍ទៀតផងការងារច្រើនយ៉ាងណាក៏មិនចេះរអ៊ូដែរល្អហើយអញ្ចឹងបងអាចចេញទៅវិញបានហើយចាមីកែវចាបងមានការអីមែននេះប្រាក់ខែឯងខំបន្តទៀតណាខែនេះបាន100ខែក្រោយអាចនឹងលើសនឹងទៀតបើឯងប្រឹងប្រែងចាបងអរគុណច្រើនយ៉ាងម៉េចទៅហើយនាងល្អិនសប្បាយចិត្តទេបានប្រាក់ខែហើយនឹងយកទៅធ្វើអីបន្តទៀតគឺមានតែផ្ញើឲ្យម៉ែនៅឯស្រុកនឹងហើយជាកូនល្អណាស់ណោះខំបន្តទៀតទៅអញ្ចឹងចាំខ្ញុំឲ្យប្រាក់ខែបន្ថែមទៀតចាមេមិនបាច់ហៅខ្ញុំតមេអីទេហៅតែបងទៅបានហើយខ្ញុំមិនចង់ចាស់ទេចាបងសិលាលួចញញឹមមេថ្ងៃនេះខ្ញុំនឹងកែវសុំច្បាប់ចេញមុនម៉ោងទៅញ៉ាំអីនៅសួនបន្តិចបានទេមេមិនគិតបបួលខ្ញុំទេខ្ញុំខ្លាចថាមិនសមខ្ញុំមិនប្រកាន់ទេថ្ងៃនេះខ្ញុំប៉ាវពិតទេអញ្ចឹងល្អណាស់កែវថ្ងៃនេះសប្បាយដៃហើយយើងប្រយ័ត្នអស់ច្រើនណាស់ខ្ញុំហូបមិនសំចៃមាត់ទេតោះតែបងសិលាក្រខ្លួនចាំមើលទេឲ្យទៅហូបអស់នេះមនុយចង់ហូបអីហៅតាមសបាយចុះខ្ញុំសុំបង្គាបំពងចលក់ទឹកម្ទេសមួយខ្ញុំសុំបង្គាទឹកភ្នែកមួយប្តីធ្វើឲ្យខូចចិត្តអីបានជាចង់ញ៉ាំបង្គាទឹកភ្នែកប្តីខ្ញុំល្អណាស់ខ្ញុំសុំលោកលាក់សាច់គោមួយមកយកភេសជ្ជៈអីទេខ្ញុំសុំទឹកក្រូចច្បាច់មួយខ្ញុំសុំផាសិនសូដាមួយខ្ញុំសុំកូកាហើយសុំបាយឆាខ្ទឹមសមួយចានផងសុំចានធំណាចង់ហៅអីទៀតដែរឬក៏អត់កែវក្រែងថាហូបឲ្យបងក្រអីខ្ញុំនិយាយលេងទេអរគុណច្រើនមេដែលជូនពួកយើងមកដល់បន្ទប់បានសិលាត្រឡប់ទៅបន្ទប់វិញកែងទាញទូរស័ព្ទទេទៅមីនួនអាឡូម៉ែថ្ងៃនេះកូនបើកលុយខែដំបងចាំស្អែកកូនយកទៅផ្ញើជូនម៉ែណាបានប្រមាណកូនទុកខ្លួនឯងខ្លះទៅក្រែងត្រូវប្រើការឬចង់ទិញអីផ្ទាល់ខ្លួនខែនេះកូនបាន100ខែក្រោយមេថាបើកូនធ្វើការល្អគាត់នឹងឡើងឲ្យទៀតណាម៉ែពូកែណាកូនម៉ែជួបកូនបន្តិចទៅណែនេះគេចង់ជួបកូនអាឡូបងកែវខែនេះខ្ញុំរៀនជាប់លេខ1ណាបងមានកាដូឲ្យខ្ញុំទេមានចាំបងទិញសភៅរឿងនិទានឲ្យឯងមួយក្បាលធំតែម្ដងល្អណាស់បងអើយបានហើយអញ្ចឹងកូនសម្រាប់ចុះណាហត់ហើយសម្រាប់ឲ្យច្រើនទៅចាម៉ែក៏ដូចគ្នាសម្រាប់ឲ្យបានច្រើនណាប្រហែលជាចូលឆ្នាំកូនទៅលេងម៉ែហើយចាកូនឯងនេះល្អណាស់ដឹងទេតស៊ូណាស់បងសុំសរសើរឯងអស់ពីពវៀនហ្មងបើបងសរសើរខ្ញុំអស់ពីពវៀនបងមានពវៀនមកពីណាយីមើលគេនិយាយលើលេងទេបងឆាប់សម្រាប់ទៅ
កាហ្វេបងបានសុំទៅបងលើកាយយ៉ាងម៉េចហ្នឹងហ៎អត់មើលទេហ៎បន្លាស់ស្បែកជើងយើងអស់ហើយខ្ញុំសុំទៅផងបងខ្ញុំគ្មានចេតនាទេឆាប់យកកណាត់មកជួតជើងឲ្យយើងមកនៅឈរលេងលើនៅហ្នឹងហើយ មានបញ្ហាអីមែនទេ លោកមើលកូនចៅលោកមេលើកាហ្វេមកកំពប់លើជើងខ្ញុំបន្លាស់ស្បែកជើងខ្ញុំអស់ហើយលោកជួយមើលផងធ្វើការសស្លាប់អញ្ចឹងមកធ្វើស្អីដែរ កៅកើតអីមែនទេមិនបាញ់ច្មុកស្លេកស្លាំងម្លេះ គឺខ្ញុំអត់ស្រួលខ្លួន ទៅសម្រាកទៅអញ្ចឹង ចង់ទៅណាយកកណាត់មកជួសស្បែកជើងយើងសិន សុំទោសនាងតើស្បែកជើងនាងមានតម្លៃប្រមាណឬក៏ថ្លៃជាងជីវិតមនុស្សសូមនាងជួយអធិស្ឋានផងទៅរឿងបន្តិចបន្តួចកុំឲ្យខ្លាយជារឿងធំអី បានខ្ញុំមិនរករឿងក៏បានសេឡាដើរចេញមីគិតយ៉ាងម៉េចទៅបើកែអត់នៅគិតយ៉ាងម៉េចទៅ ចាំខ្ញុំធ្វើជាអ្នករត់តុកជំនួស សេឡាបដូរឯកសន្តាន បងវីផាសិនទឹកដោះគោមួយកាហ្វេមួយនិងនំគ្រាប់សង់មួយ ចាំមីចាំបន្តិចរួចរាល់ហើយ ភេសជ្ជៈបងបានហើយបាន ព្រឹកថ្ងៃថ្មី បានធូរហើយហ៎បានជាក្រោកមកធ្វើការបាន ចាធូរច្រើនហើយបានថ្នាំបងវីឲ្យ ល្អហើយអញ្ចឹង សេឡាដើរចេញមិនមែនថ្នាំបងទេថ្នាំមេឲ្យបងយកមកឲ្យឯងតែមេពេលវេលាចេះតែកន្លងទៅដល់ថ្ងៃសម្រាកចូលឆ្នាំថ្មី កៅចូលឆ្នាំថ្មីនេះទៅលេងនៅឯណា គឺខ្ញុំទៅផ្ទះនឹងហើយ សុំទៅលេងផងបានអត់ មិនសមទេផ្ទះលក្ខណៈស្រស់ស្រាយអញ្ចឹងមិនសមឋានៈបងសិលាទេ សមមិនសមបងដឹងខ្លួនឯងហើយ តែក៏ទៅតែអញ្ចឹងផ្ទះកែវកែវមកដល់ហើយយាយកូនអ្នកណានេះគឺម៉ែខ្ញុំណាម៉ែ មេឬក៏សង្សារ កូនឯនេះបានឥឡូវហើយ ជំរាបសួរមីងខ្ញុំឈ្មោះសៃឡាជាមេរបស់កែវ លើកដៃថ្វាយព្រះក្មួយ ហៅម៉ែតែម្ដងទៅបង កូនស្ងាត់មាត់ឯនេះមាត់ស្អុយណាស់ឆាប់ទៅណាក៏ទៅទេយ៉ាប់ណាស់ឯងនេះនាងនួនមានឡានសេរីទំនើបឈប់មុខផ្ទះទៀតណយីនាងកៅតើអូឆ្អឹងដែតណាស់ណមានប្តីជាអ្នកមានទៀតទៅធ្វើការនៅឯសៀមរាបតែមួយឆ្នាំជាងសោះមានអ្នកណាយីជាម៉ែខ្ញុំតាយីមេអីយើងថាមិនខុសទេបន្តិចទៀតប្តីហើយចាំតែមើលទៅយីបានអីមកផ្ញើខ្លះនឹងមើលសុំគ្រួច4 10មើលចាយកទៅមីងយីឆនដើរទៅផ្ទះវិញ ចាំមើលល្បីពេញផ្សារឲ្យបងឯង ហើយថាធម្មតាតែបែរជាមិនធម្មតាទៅវិញ មីងខ្ញុំស្រឡាញ់កូនមីង កែវបើកភ្នែកធំលោកនិយាយស្អីហ្នឹង និយាយមែនណាខ្ញុំស្រឡាញ់កូនមីងព្រោះកូនមីងគួរឲ្យស្រឡាញ់ណាស់ស្មោះត្រង់ហើយជាមនុស្សតស៊ូទៀត សិលាលុតជង្គង់នៅនឹងមុខកែវ រៀបការជាមួយបងណាកែវ តែខ្ញុំអ្នកក្រមិនសមនឹងបងទេ សមមិនសមបងចេះមើលហើយឲ្យតែកែវយល់ព្រម ខ្ញុំសួរលោកមួយកាលពីយើងជួបគ្នាលើកដំបូងលោកថាខ្ញុំជាចៅលួយកបោបលោកមិនបានជាលោកព្រមឲ្យខ្ញុំទៅធ្វើការនៅហាងរបស់លោក ដំបងបងចង់សាកចិត្តកែវតែឥឡូវបងដឹងហើយថាកែវជាមនុស្សបែបណារៀបការជាមួយបងទៅណា ចាខ្ញុំព្រមតែលោក តែយ៉ាងម៉េច មកសុំរៀបការហើយចៃណាអញ្ជៀន នេះនៅនេះ សិលាទាញចិញ្ចៀនពីហៅប៉ៅអាវចេញមកកែវហុចដៃឲ្យសិលាបំពាក់ចិញ្ចៀនឲ្យយ៉ាងសប្បាយចិត្តមីងនួននិងកនក៏ឈរមើលទស្សនភាពនឹងយ៉ាងរីករាយនិងមានក្តីសុខបំផុតចាប់ពីពេលនោះមកពួកគេក៏រស់នៅយ៉ាងមានក្តីសុខនិងបន្តមើលថែនិងគ្រប់គ្រងហាងកាហ្វេរបស់ពួកគេយ៉ាងរីកចម្រើនតម្លៃអប់រំភាពស្មោះត្រង់និងការតស៊ូអត់ធ្មត់គឺជាផ្លូវនាំយើងទៅរករឿងល្អៗនិងមនុស្សល្អៗ